31ធ្នូ2025ប្រជារងចាំតទួលស្វាគមន៍វីរៈកងទ័ពទាំង18រូបបានវិលត្រឡប់គ្រប់គ្នាមិនស្មានបានជួបវីរៈកងទ័ពចូលស្រុកវិញឡើយប្រជាជនខ្មែរទូទាំងរដ្ឋថារំភើបចិន្តាហូរទឹកនេត្រាក្តុកក្តួលឥតស្បើយប្រពន្ធនិងកូនយំនឹកត្រានត្រើយ155ថ្ងៃអើយគិតថាស្លាប់ហើយបែរនៅរស់វិញកូនចៅអរគុណសម្ដេចទាំងទ្វេលោកមិនភ្លេចទេប្រើដំណោះស្រាយស្វែងរកក្តីសុខធ្វើយ៉ាងណាឲ្យបានវីរៈកងទ័ពចូលស្រុកជួបជុំគ្រួសារម៉ែពុកឲ្យបានជួបមុខប្រពន្ធនិងកូនប្រជាជនខ្មែរយល់ហើយដំឡៃនៃសន្តិភាពរស់នៅរៀងរៀបជួបមុខបងប្អូនទឹកភ្នែកហូរជ្រែកប្រត់ប្រពន្ធកូនដើម្បីក្តីសុខបងប្អូនស៊ូពាំងលីខ្លួនដល់ចប់សង្គ្រាមគុណសម្ដេចទាំងទ្វេលោកមិនភ្លេចទេប្រើដំណោះស្រាយស្វែងរកក្តីសុខធ្វើយ៉ាងណាឲ្យបានវីរៈកងទ័ពចូលស្រុកជួបជុំគ្រួសារម៉ែពុកឲ្យបានឃើញមុខប្រពន្ធនិងកូនប្រជាជនខ្មែរយល់ហើយដំឡៃនៃសន្តិភាពរស់នៅរៀងរៀបជួបមុខបងប្អូនទឹកភ្នែកហូរជ្រែកប្រត់ប្រពន្ធកូនដើម្បីក្តីសុខបងប្អូនស៊ូពាំងលីខ្លួន